នេះបានឆ្អិនមែនតើណាបងប្អូនទឹកគីខ្ញុំណាឃើញឆ្អិននេះអានេះខ្ទឹមបារាំងឆ្អិនហើយឆ្អិនល្មម2ម៉ោង1ម៉ោងកន្លះ2ម៉ោងដលងខ្ទឹមបារាំងឆ្ងាញ់ហើយតើឆ្ងាញ់ធ្វើមុនគេសោះ2ថ្ងៃទៀតបានគេខុសទឹកទីបានញ៉ាំមុនគេអញ្ចឹងយើងញ៉ាំវាឆ្ងាញ់ដល់ពេលយើងធ្វើដំណើរគ្នាគេក៏ដល់យើងទៅដល់ញ៉ាំអត់ឆ្ងាញ់ទេឥឡូវនេះខ្ញុំដាក់មិញខ្ញុំដាក់គ្រាប់ឥឡូវចំហវាដើម្បីឲ្យក្រហមនៅលើនេះទ្រូងណាទៅឆ្ងាញ់ហ្នឹងខ្ញុំដាក់គ្រឿងទឹកឃ្មុំអីគ្រឿងតាំងពីម្សៅបុកលាយជាមួយសាច់ជ្រូកតាំងពីផ្សិតអីចឹងជាតិដល់ផ្សិតអីចឹងទៅដាក់លាយគ្នាច្រោះគ្នាខាងក្នុងគ្រឿងបានហើយញ៉ាំឡើយអូខេបាយបាយ